ជំរាបសួរអ្នកនរគ្នាហ្នឹងហើយដំបូងឡើយយើងថាធ្វើវីដេអូតាមលំដាប់លំដោយចាប់តាំងពីឡើងភ្នំរហូតដល់ត្រឡប់ចុះពីលើភ្នំខ្នងសំពៅនិងខ្នងផ្សារវិញដោយសារតែមានបងប្អូនជាច្រើនបានសួរសុខទុក្ខនិងចង់ដឹងបន្ទាប់ពីខ្ញុំបានផុសវីដេអូចំនួន2ទៅក្នុង Facebook account របស់ខ្ញុំផ្ទាល់ហើយក៏មានមតិមួយចំនួនផងដែរដែលចង់ដឹងពីស្ថានភាពនិងហេតុការណ៍ជាក់ស្ដែងនៅពេលកំឡុងចុះពីលើភ្នំវិញហើយខ្ញុំក៏អធិស្ឋានដល់អ្នកនរគ្នាដែលបានសួរនៅក្នុង comment និងក្នុង mixage ដោយសារតែមានមតិច្រើនពេកដែលខ្ញុំមិនអាចឆ្លើយបានភ្លាមហើយសូមបញ្ជាក់ថាវីដេអូនេះធ្វើឡើងគឺគ្មានចេតនាធ្វើឲ្យប៉ះពាល់ដល់ខាងបងពូអ៊ំនៅក្នុងសហគមន៍តំបន់នៅភ្នំខ្នងផ្សារនោះទេជាពិសេសតំបន់ទេសចរធម្មជាតិបែបព្រៃភ្នំហើយខ្ញុំក៏អរគុណបងប្អូនទាំងអស់គ្នាដែលបានបើកចិត្តទូលាយឲ្យខ្ញុំរៀបរាប់ពីហេតុការណ៍កំឡុងពេលចុះពីលើភ្នំខ្នងសំពៅនិងខ្នងផ្សារវិញហ្នឹងហើយបងប្អូនទាំងអស់គ្នាទ្រីបមួយនេះខ្ញុំមានផែនការមុន1ខែដើម្បីរៀបចំ schedule កំណត់ថាទៅថ្ងៃណាហើយយើងត្រឡប់មកវិញនៅពេលណាហើយអ្វីដែលចាំបាច់នោះគឺយើងត្រូវ clear ការងារអស់កុំឲ្យមានជាប់ពាក់ព័ន្ធនៅពេលដែលយើងឡើងភ្នំគឺជាតំបន់ដែលមានសេវាអញ្ចឹងនៅពេលដែលគ្នាណាគេម្នាក់ចង់តាក់ទងមកយើងគឺជារឿងដែលពិបាកបំផុតហើយតែអ្វីដែលខ្ញុំមើលរំលងធំបំផុតនោះគឺអាកាសធាតុអញ្ចឹងនៅពេលនេះខ្ញុំសូមផ្ដាំបងប្អូនទាំងអស់គ្នាថាទៅតាមដានអាកាសធាតុឧតុនិយមជំនុនសិនមុននឹងសម្រេចចិត្តធ្វើការឡើងភ្នំហើយនេះក៏មិនមែនជាលើកទី1របស់ខ្ញុំដែលឡើងភ្នំខ្នងផ្សារប៉ុន្តែគឺជាបទពិសោធន៍ធំមួយដែលបានជួបទឹកភ្លៀងច្រើនហូរកាត់ផ្លូវនៅពេលដែលយើងត្រឡប់ចុះពីលើភ្នំវិញដោយខុសពីលើកមុនតើដែរគឺអាកាសធាតុគឺបើកថ្ងៃធម្មតាហើយក៏មានអាប់ហើយភ្លៀងរលឹមតិចតួចបំផុតតែលើកនេះដោយសារតែមានភ្លៀងហើយនឹងរលឹមស្ទើរតែគ្មានពេលសម្រាកបន្ទាប់គ្នាហើយបកកជាមានទឹកយ៉ាងច្រើនហូរកាត់ផ្លូវហើយទីតាំងមួយចំនួនដែលមានទឹកហូរកាត់ផ្លូវគឺយើងអាចឆ្លងបានដោយខ្លួនឯងតែទីតាំងខ្លះគឺវាមានស្ថានភាពគ្រោះថ្នាក់ដោយសារតែជំរាលកាន់តែខ្ពស់សម្ពាធទឹកដែលហូរចាក់ចុះទៅក្រោមហ្នឹងគឺវាខ្លាំងលាយឡំជាមួយនឹងក្របថ្មធំតូចបង្កគ្រោះថ្នាក់បានបើសិនជាយើងមានការធ្វើប្រហែសកំឡុងពេលដែលឆ្លងទៅទីតាំងម្ខាងទៀតដោយតែបងប្អូនទាំងគ្នាឃើញនៅក្នុងវីដេអូផ្ទាល់នេះអញ្ចឹងតោងនេះហើយក៏អរគុណដល់បងប្អូនដែលចុះទៅជាមួយគ្នាហ្នឹងគឺអត់ចោលគ្នាទេគឺយើងជួយគ្នាទៅវិញទៅមកតាមដែលអាចធ្វើបានទាំងក្រុមការងារទាំងបងសហគមន៍គឺសហការគ្នាបានល្អមែនទែនពួកគាត់បានយកចិត្តទុកដាក់ឲ្យផ្ដល់ភាពកក់ក្ដៅដល់ពួកយើងទាំងអស់គ្នាក្នុងកំឡុងដែលពួកយើងទាំងអស់គ្នាកំពុងជួបនៅក្នុងស្ថានភាពបែបនេះក្នុងគណៈពេលដែលយើងឆ្លងពីមួយដំណាក់កាលទៅមួយដំណាក់កាលខ្ញុំក៏អរគុណនៅទឹកចិត្តអ្នកនរគ្នាដែលបានជួយគ្នាទៅវិញទៅមកទាំងដែលមិនស្គាល់គ្នាពីមុនមកហើយក៏យើងជួយគ្នាទៅវិញទៅមកមិនទុកនរណាម្នាក់ដែលនៅក្រោយខ្នងពួកយើងចោលនោះទេគឺពួកយើងទៅរួមគ្នាគឺគ្មាននរណាម្នាក់គ្រោះថ្នាក់ទេខ្លាតែđangជំរឿមួយដែរហើយទីតាំងនេះគឺជាទីតាំងចុងក្រោយដែលយើងរួចផុតពីឧបសគ្គហើយពួកយើងក៏បន្តដំណើរមកដល់តំបន់សហគមន៍លំហែខ្នងផ្សារទាំងអស់គ្នាដោយម្នាក់គឺសុវត្ថិភាពទាំងអស់គ្នាតែជាក់ស្ដែងនៅពេលដែលពួកយើងបានមកដល់គឺទទួលបានព័ត៌មានថ្មីមួយទៀតដោយមានផ្លូវមួយខ្សែដែលយើងត្រូវឆ្លងកាត់ទៅកាន់ផ្ទះនិភូមិត្រូវបានទឹកហូរកាត់ដូច្នេះពួកយើងត្រូវរងចាំក្រុមការងារនិងបងសហគមន៍ធ្វើការអន្តរាគមន៍ដើម្បីរកដំណោះស្រាយដើម្បីឲ្យពួកយើងបានឆ្លងកាត់ទៅទាំងអស់គ្នាអញ្ចឹងនៅពេលដែលពួកយើងឆ្លងកាត់ទៅកន្លែងដែលមានទឹកហូរកាត់ផ្លូវគឺពួកគាត់បានឈរជីបង្គោលដើម្បីបន្ថយសម្ពាធទឹកដើម្បីពួកយើងបានឆ្លងកាត់ផ្លូវមួយនឹងដោយសុវត្ថិភាពទាំងអស់គ្នា ហ
បាទអញ្ចឹងវីដេអូនេះគឺចប់នៅត្រឹមនេះហើយអញ្ចឹងខ្ញុំបាទអក្សរាសូមអរគុណអ្នកទាំងគ្នាដែលបានទស្សនានិងតាមដានស្ដាប់ខ្ញុំរៀបរាប់ពីដើមរហូតដល់ចប់អរគុណអ្នកទាំងគ្នាបាយបាយ មាន